សូមគោរពជំរាបសួរទៅដល់ប្រិយមិត្តទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីជាមួយសាច់រឿងចាស់ទឹកដីភ្នំទទេបុរាណសាច់រឿងនេះភាគទី323ហើយសម្រាប់ថ្ងៃនេះផងដែររបបខ្លាំងមែនទែន admin គឺចេញទាំងយឺតបន្តិចក៏សូមខន្តីនិងអភ័យអត់ទោសផងដែរសាច់រឿងនេះភាគនេះត្រង់កន្លែងដែលលៀនហ្វឹងគាត់ក៏បានព្យាយាមដើម្បីទៅជួយសង្គ្រោះនៅកូនស្រីរបស់គាត់ខណៈពេលដែលចំហាយថាមពលលៀនហ្វឹងគឺចិត្តនឹងទៅដល់ទៅហើយប៉ុន្តែពេលនោះផងដែរចំហាយថាមបិសាចនៃបុព្វបុរសដូនតាប៊ីងពេងក៏បានវាថាដោយបាននិយាយថាអលអិតឯងគឺពិតជាធ្វើឲ្យយើងនឹងគឺភ្ញាក់ផ្អើលពេកហើយបន្ទាប់មកយើងឃើញថាគាត់ក៏បានវាថាឲ្យលៀនហ្វឹងគឺបានបាត់បញ្ឈប់សិនពេលនោះផងដែរលៀនហ្វឹងគឺនៅតែព្យាយាមចង់ជួយសង្គ្រោះទៅកាន់កូនស្រីរបស់គាត់ទោះបីជាគាត់គឺត្រូវស្លាប់បាត់បង់ជីវិតក៏ដោយប៉ុន្តែលោកពូនេះក៏បាននិយាយថាគឺពិតជារឹងរូសពេកហើយបើសិនជានៅតែបន្តច្បាស់ជានឹងស្លាប់ក៏បានបឺតយកលៀនហ្វឹងចូលទៅក្នុងកំណប់ផ្កាឈូកមួយនោះចាចេញពីទីតាំងកន្លែងនេះធ្វើឲ្យពេលនោះផងដែរដូនតាបុព្វបុរសបីសាច់ប៊ីមពេគេក៏បាននិយាយឡើងថាគ្រាន់តែជាមនុស្សតូចតាចចង់បំផ្លាញនៅរឿងល្អរបស់គេផងវាគឺមិនអាចទៅរួចនោះទេពេលនោះគេក៏បានបញ្ចេញនៅចង្ក្រានបីសាច់របស់គេដែលបានដាក់ចុងសង្កត់ទៅលើកូនស្រីរបស់លៀនហ្វឹងដែលមានឈ្មោះថាលៀនហ្វឹងជាមួយនឹងចង្ក្រានមួយនេះគឺពិតជាមានអំណាចនៃធម៌ពលដ៏មហិមាដែលគេគិតនៅក្នុងចិត្តថាចម្រាញ់នៅក្មេងល្អិតមួយនេះច្បាស់ជាទទួលបាននៅកម្លាំងធម៌ពលដ៏អស្ចារ្យគេច្បាស់ជាបំបែកនៅត្រាឃុំខ្លួននិងអាចររៀនមានជីវិតម្ដងទៀតពេលនោះឆ្នាំងចង្ក្រានចម្រាញ់បីសាច់ដែលកម្រិតបុព្វបុរសរបស់គេក៏ត្រូវបានបំផ្លាញចោលធ្វើឲ្យគេមានការភ្ញាក់ផ្អើលដែលបាននិយាយថាមិននឹងអាចទៅរួចទៅភ្លាមក៏បានបដូរកាយវិការធ្វើការអូនគ្រប់តែម្ដងដោយនោះផងដែរគឺជាចំហាយធម៌ពលគឺជាដំណក់ឈាមយូរ៉ាបំផ្លាញលោកឬក៏ហៅថាគឺជាដំណក់ឈាមរបស់ព្រះវិញ្ញាណព្រះពិតផងដែរបន្ទាប់មកគេក៏បានអូនគោរពសូមអភ័យទោសសូមឲ្យព្រលឹងដូនតាបុព្វបុរសជនពួកកុំធ្វើបាបមកកាន់គេអីប៉ុន្តែពេលនោះយើងក៏បានមើលជាមួយនឹងព្រលឹងវិញ្ញាណដែលគឺជាសត្វព្រះវិញ្ញាណដែលគឺជាខ្សែស្រឡាយនៃដំណក់ឈាមយូរ៉ាដុតមេឃាផងដែរបន្ទាប់មកក្រោយពីចំហាយធម៌ពលមួយនោះក៏បានចូលទៅក្នុងខ្លួនកូនស្រីរបស់លៀនហ្វឹងវិញធ្វើឲ្យដូនតាបុព្វបុរសប៊ីងពេងគេក៏បាននិយាយថាធ្វើឲ្យគេគឺមានការប្រភ័យអស់រលីងយ៉ាងណាមិញចំហាយធម៌ពលរបស់នាងតូចល្អិតជាមួយនឹងដំណក់ឈាមមួយនេះវាគឺពិតជាខ្លាំងណាស់គេគឺមិនអាចធ្វើអ្វីផ្ដេសផ្ដាសបាននោះទេត្រូវតែរកវិធីដើម្បីបំបែកត្រាជាមុនសិនទើបចម្រាញ់នៅរាងកាយតូចល្អិតនេះបានបើពុំដូច្នោះទេច្បាស់ជានឹងស្លាប់បាត់បង់ជីវិតដោយសារតែដំណក់ឈាមមួយនោះជាមិនខាននោះទេបន្ទាប់មកគេក៏បានចេញមកផ្នែកខាងក្រៅឲ្យកូនចៅរបស់គេក៏បានអូនគោរពជាពិសេសផងដែរអូនគោរពទៅដល់បុព្វបុរសដូនតាបិសាចធ្វើឲ្យពេលនោះផងដែរបុព្វបុរសដូនតាបិសាចរបស់គេក៏បាននិយាយឡើងថាឲ្យឯងគឺត្រូវធ្វើការស្វែងរកនៅទ្រកំណប់ដែលមានកម្រិតធម៌ពលកម្រិតទី11ឬក៏អាចនិយាយបានថាគឺជាកម្រិតព្រះនឹងឲ្យបានច្រើនជាទីបំផុតដើម្បីគេស្ដារនៅកម្លាំងធម៌ពលរកវិធីបំបែកនៅត្រាមួយនោះពេលនោះគេគឺទទួលបញ្ជាឲ្យគេក៏បានចាកចេញទៅវិញក្រុមគោលបំណងរបស់គេគឺរកវិធីដើម្បីធ្វើការចម្រាញ់នៅកូនស្រីរបស់លៀនហ្វឹងនឹងឯងបន្ទាប់មកការឈូកមួយនោះក៏បាននាំលៀនហ្វឹងមកដល់ទឹកដីពិភពនៃកងសម្ព័ន្ធបីសាចដូចគ្នាប៉ុន្តែទីតាំងកន្លែងនេះគឺជាជលងភ្នំអមតៈឬក៏ជលងភ្នំបរិសុទ្ធ admin គឺហៅខុសបន្តិចហើយពេលនោះផងដែរស្រាប់តែមាននារីម្នាក់នាងក៏បានមើលនៅក្នុងប្រព័ន្ធការ live ហ្នឹងណាតាមពិតទៅគឺជាកញ្ចក់វេទមន្តនោះទេក្រោយពីនាងក៏បានបើកផ្នែកឡើងឃើញជាមួយនឹងបរិមម្នាក់នេះគឺជាមនុស្សមកពីទីតាំងកន្លែងណាហេតុអ្វីក៏មើលទៅចម្លែកជាមួយនឹងកម្លាំងធម៌ពលគឺមិនធម្មតាបែបនេះហើយឈ្មោះរបស់នាងផងដែរគឺមានឈ្មោះថាព្រះនាងលូណាស៊ីនហើយនាងគឺនៅស្ថិតក្នុងកម្រិតនៃធម៌ពលវាយ8ផងដែរដែលគេហៅថាកម្រិតនៃអមតៈនឹងឯងបន្ទាប់មកក៏ឲ្យឃើញជាមួយនឹងកញ្ញាស្រីស្អាតនេះនាងកំពុងតែដើរដកនៅឱសថផ្សេងនៅក្នុងជលងភ្នំបរិសុទ្ធមួយនេះស្រាប់តែនាងគឺបានដើរចុះដើរឡើងជាមួយនឹងឱសថម្យ៉ាងដែលនាងគឺបានជួបប្រទះដែលនោះផងដែរគឺជាស្មើទេពអក្សរកម្រិតទី4វាគឺពិតជាល្អខ្លាំងមែនទែនក្នុងការយកទៅចម្រាញ់ថ្នាំពេលនោះនាងក៏បានជួបប្រទះជាមួយនឹងប្រុសម្នាក់ដែលកំពុងតែដេកធ្វើនាងគឺមានអារម្មណ៍ដឹងថាមនុស្សម្នាក់នេះគឺពិតជាមានសមត្ថភាពមិនធម្មតានៅឡើយជាមួយនឹងកម្លាំងធម៌ពលរបស់គេនាងគឺមិនអាចមើលដឹងនោះទេបន្ទាប់មកនាងក៏បានឃើញដេកសន្លប់ជាមួយនឹងរបួសដ៏ធ្ងន់ធ្ងរបែបនេះក៏បានចាក់នៅឱសថថ្នាំមួយគ្រាប់ឲ្យទៅកាន់លៀនហ្វឹងលេរួចក៏បានទេកំភ្លៀងលៀនហ្វឹងពី3ផាច់ដោយបាននិយាយថាភ្ញាក់ឡើងប៉ុន្តែពេលនោះនាងក៏បានដឹងផងដែរថាជាមួយនឹងរបួសដ៏ធ្ងន់ធ្ងរមួយនេះមិនអាចភ្ញាក់ដឹងខ្លួនក្នុងពេលភ្លាមនោះទេប៉ុន្តែមិនធ្វេទេនាងគឺមានថ្នាំដែលអាចព្យាបាលថ្នាំមួយនោះវាគឺជាថ្នាំដ៏មានតម្លៃបំផុតនៅក្នុងទឹកដីគ្រួសាររបស់នាងដែលនោះផងដែរគឺជាថ្នាំកម្រិតអមតៈដែលមានកាយ9ហើយថ្នាំមួយនេះប្រកាសជានឹងអាចព្យាបាលឲ្យលៀនហ្វឹងគឺជាសះស្បើយជាមិនខាននោះទេក្រោយពីប្រើចំនួន2គ្រាប់បន្ទាប់មកនាងក៏បានយកលៀនហ្វឹងដាក់ចូលទៅក្នុងប្រាសាទពណ៌បៃតងរបស់នាងបន្ទាប់មកនាងក៏បានហោះចាកចេញមករកនៅឱសថថ្នាំផ្សេងទៀតក្រោយពីដែលរកមួយស្មោះក៏បានត្រឡប់មកនៅក្នុងជលងភ្នំរបស់នាងវិញស្រាប់តែនារីម្នាក់នេះនាងគឺហាក់បីដូចជាមិនពេញចិត្តទេក៏បាននិយាយឌឺដងចំអកលោកលើទៅកាន់កញ្ញាមិញផងដែរដែលនាងគឺមានឈ្មោះថាឆាផាហ្នឹងណាពេលនោះស្រាប់តែប្រតិយាយម្នាក់នេះដែលឈ្មោះរបស់គាត់ឈ្មោះវិញអត់មានគឺសូមអភ័យទោសដោយសារតែបកប្រែអត់ទាន់ចេញហើយក៏ត្រូវជាអ្នកមីងទី3របស់កញ្ញាឆាផាហ្នឹងផងដែរនាងក៏បានដើរចូលទៅយ៉ាងរំភើយមិនខ្វល់ពីសម្ដីរបស់អ្នកទាំងពីរនិយាយឌឺដងបែបណានោះទេពេលនោះនាងក៏បានមកអោនគោរពទៅដល់ម្ចាស់នៃជលងភ្នំបរិសុទ្ធមួយនេះបន្ទាប់មកនាងក៏បាននិយាយថានាងគឺនាំយកនៅឱសថនិងគ្រាប់ថ្នាំដ៏មានតម្លៃមកឲ្យធ្វើឲ្យពេលនោះផងដែរគេគឺសប្បាយចិត្តខ្លាំងមែនទែនរួចក៏បាននិយាយថាបងអូនតូចឃើញតែឯងគឺរត់លេងលលាក់លលាក់មិនក៏ពេលនេះគឺមានឱសថយកមកឲ្យយើងជាមួយនឹងស្លឹកស្មៅវិញ្ញាណកម្រិតទេពអក្សរកម្រិតទី4ហើយស្មៅវិញ្ញាណទេពអក្សរកម្រិត4វាពិតជាកម្រខ្លាំងណាស់ធ្វើគាត់គឺមានការព្យាបាលដែលនាងក៏បានដកមកឲ្យគាត់នឹងគឺច្រើនសន្តិសន្ធាប់ដែលគឺជាម្
ម្ចាស់នៃជលងភ្នំបរិសុទ្ធមួយនេះអ្នកទាំងអស់គ្នាគឺមានការព្យាបាលខ្លាំងមែនទែនហេតុអ្វីក៏អាចនឹងមានស្មៅបរិសុទ្ធនឹងគឺច្រើនដល់ថ្នាក់នោះដោយសារវាគឺជាស្មៅកម្រដែលគឺជាស្មៅទេពអក្សរកម្រិតទី4នោះអាចចម្រាញ់នៅឱសថដែលមានកម្រិតនៅតាមពលបែប7បានពេលនោះផងដែរនាងគឺបានប្រគល់នៅផ្លាកបញ្ជាមួយដែលនោះផងដែរគឺជាការចោះឈ្មោះអំពីឈ្មោះរបស់នាងដើម្បីធ្វើការកំណត់នៅសម្គាល់ដែលនាងខ្លាចទៅជាសិស្សនោះឬក៏អាចនិយាយបានថាគឺជាសិស្សផ្នែកខាងក្នុងនៃជលងភ្នំបរិសុទ្ធមួយនេះនាងក៏បានរត់ចេញទៅរំភើយធ្វើឲ្យនាងអ្នកនេះនាងគឺពិតជាខឹងខ្លាំងមែនទែនពេលនោះផងដែរនាងក៏បានរត់ចូលទៅផ្ទះរបស់នាងដាក់ទៅកាន់លិនហ្វឹងនៅលើគ្រែបន្ទាប់មកផងដែរនាងក៏បាននិយាយថាថ្ងៃនេះនាងគឺពិតជាមានសំណាងល្អខ្លាំងមែនទែនដែលបានចូលទៅជាសិស្សនោះនៅផ្នែកខាងក្នុងដូច្នេះហើយចំណាយនៅក្របថ្នាំបន្តិចបន្តួចឲ្យទៅកាន់អាលិតអ្នកនេះវាគឺមិនខាតនោះទេបន្ទាប់មកក៏ឲ្យនៅថ្នាំកម្រិតនៃធម្មពលអមតៈ level 9ឲ្យទៅកាន់លិនហ្វឹងលេបម្ដងទៀតរួចក៏បាននិយាយថាគ្រូសាមូឡុងនាងនេះមិននឹងឲ្យរៀបការជាមួយនឹងព្រះអង្គម្ចាស់ទី7បានទៅមនុស្សដែលនាងពេញចិត្តគឺជាមនុស្សនៅក្នុងត្រកូល3សាច់គោនោះទេដែលគេគឺមានស្នែងធំវែងគឺពិតជាស្រស់ស្អាតសាច់ដុំធំធ្វើនាងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលគឺជាតម្រូវចិត្តរបស់នាងពេលនោះផងដែរអ្នកមីងទី3ក៏បានមកស្រែកហៅនាងថាឲ្យឆាប់ឡើងចាប់ដោះនៅរបាំងការពារនៃធម្មពលតានាងគឺមានលក្ខអ្វីនៅក្នុងផ្ទះគួរឲ្យសង្ស័យខ្លាំងណាស់ហេតុអ្វីក៏មិនព្រមរៀបការជាមួយនឹងព្រះអង្គម្ចាស់ទី7ទៅបន្ទាប់មកផងដែរស្រាប់តែកញ្ញាម្នាក់នេះនាងគឺបានមកដល់ទីតាំងកន្លែងនេះនាងប្រហែលជាប្រពន្ធរបស់ព្រះអង្គម្ចាស់ប៉ុន្តែមិនដឹងថាប្រពន្ធនៅអង្គទីប៉ុន្មាននោះទេប្រហែលជាអង្គទី5ឬក៏ទី6ចឹងទៅដោយសារតែបកប្រែគឺអត់ទាន់បានច្បាស់ពេលនោះនាងក៏បាននិយាយថាខ្ញុំនឹងជួយបំបែកនៅរបាំងការពារមួយនេះពេលនោះផងដែរនាងក៏បានបំបែកចូលមកផ្នែកខាងក្នុងសូម្បីតែម្ដាយមីងឬក៏អ្នកមីងទី3របស់នាងក៏បានឃើញជាមួយទិដ្ឋភាពដែលនាងគឺបានបឺស្រូបលិនហ្វឹងចូលទៅក្នុងពណ៌មួយនោះធ្វើគាត់ក៏បានខឹងខ្លាំងមែនទែនក្មួយដល់ថោកទាបមិននឹកស្មានថានាងគឺមិនព្រមរៀបការជាមួយព្រះអង្គម្ចាស់ទី7លួចលាក់នៅប្រុសឈ្មោះនៅក្នុងបន្ទប់ទេតើឆាប់ប្រគល់វាឲ្យមកកាន់យើងភ្លាមពេលនោះនាងក៏បាននិយាយថាទេហើយពេលនោះផងដែរពំរបស់នាងឬក៏ប្រាសាទបៃតងនោះត្រូវបានលោកយេមនេះដែលគឺជាមីងទី3របស់នាងនឹងគឺបាននិយាយឡើងថាឆាប់ឡើងឆាប់ចាប់នាងដើម្បីទៅរៀបចំខ្លួនភ្ជាប់ពាក្យឬក៏រៀបចំរៀបនៅអាពាហ៍ពិពាហ៍ជាមួយនឹងព្រះអង្គម្ចាស់ទី7ភ្លាមទៅធ្វើឲ្យពេលនោះកញ្ញានេះនាងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនរួចក៏បានមកដល់និយាយឌឺដងថាហេតុអ្វីក៏នាងគឺមិនព្រមរៀបការជាមួយនឹងគេគឺពិតជារឹងរូសពេកហើយតាមពិតទៅប្រហែលជាចង់ឲ្យកញ្ញាឆាប់ផាននេះគឺរៀបការជាមួយនឹងព្រះអង្គម្ចាស់ទី7នោះដើម្បីលើកនៅរាជវង្សនៃខ្សែនៃកងសម្ព័ន្ធភ្នំបរិសុទ្ធមួយនេះឲ្យឡើងខ្ពង់ខ្ពស់ពេលនោះនាងក៏បាននិយាយថាតើនាងចង់ធ្វើអ្វីខ្ញុំគឺជាសាសនូនៅក្នុងភ្នំបរិសុទ្ធមួយនេះតើនាងគឺដឹងទេពេលនោះនាងក៏បាននិយាយថាសាសនូមែនទេក៏បានទាញនៅផ្លាកបញ្ជារបស់នាងគឺយកមកមើលរួចក៏បាននិយាយថាវាគឺជាការខ្លែងខ្លាយតែប៉ុណ្ណោះបន្ទាប់មកនាងក៏បាននិយាយថាមិនអាចទៅរុញទេខណៈពេលនោះផងដែរម្ដាយមីងរបស់នាងឬក៏អ្នកមីងទី3ហ្នឹងក៏បានបញ្ចេញនៅប្រុសក្មេងអ្នកនោះរួចក៏បាននិយាយថាអញ្ចឹងតើមិនព្រមរៀបការជាមួយព្រះអង្គម្ចាស់ទី7លាក់នៅប្រុសឈ្មោះនេះទេតើពេលនោះផងដែរស្រាប់តែកញ្ញាត្រីស្អាតជុតលើកមួយនោះក៏បានអង្អែលរួចក៏បាននិយាយថាមិននឹកស្មានថាក្មួយរបស់ខ្ញុំគឺមិនព្រមរៀបការមូលហេតុដោយសារតែមានប្រុសដ៏ស្រស់ស្អាតបែបនេះតសោះនាងក៏បានអង្អែលលិនហ្វឹងចឡើងសូម្បីតែនាងក៏ស្ទើរតែមិនអាចទ្រាំបានជាមួយនឹងសម្រស់របស់កំឡោះកូន3នោះដែរបន្ទាប់មកពេលនោះព្រះរាជាគាត់ក៏បាននិយាយឡើងថាយើងគឺចាំមើលថាតើនាងគឺមិនរៀបការជាមួយព្រះអង្គម្ចាស់ទី7ដែរឬក៏អត់ក្រោយពីសម្លាប់អាលអិតអ្នកនេះហើយក៏បានប្រើធម្មពលដែររបស់នាងដើម្បីធ្វើការវាប្រាទៅការលិនហ្វឹងផងដែរពេលដែលដើមមួយនោះគឺចំដើមទ្រូងរបស់លិនហ្វឹងធ្វើឲ្យឆាប់ផាននាងគឺពិតជាមានការពិតភ័យដែលបាននិយាយថាទេប៉ុន្តែសម្ពាធធម្មពលក៏បានផ្ទុះអ្នកទាំងអស់គ្នាក៏បានខ្ទាតចេញពីក្នុងផ្ទះរៀងខ្លួនផងដែរកម្លាំងធម្មពលលិនហ្វឹងគឺបានសន្លប់បាត់បង់ស្មារតីដោយសារតែលោកពូនេះគឺនាំមកពិតមែនប៉ុន្តែកម្លាំងធម្មពលនៃអ្នកវឹកហាត់កម្រិតអមតៈហ្នឹងគឺពិតជាអស្ចារ្យធ្វើឲ្យអ្នកទាំងអស់គ្នាគឺមានការព្យាបាលរួចក៏បាននិយាយថាគេគឺជាអ្នកវឹកហាត់អមតៈប៉ុន្តែមិនដឹងថាឈានដល់កម្រិតណានៅឡើយនោះទេបន្ទាប់មកសាច់រឿងនិព្វាននេះក៏ត្រូវបានកាត់ឆ្លេះតែប៉ុណ្ណឹងហើយ admin គឺពិតជាសូមអភ័យទោសចំពោះការចេញរឿងយឺតយ៉ាវដោយសារតែ admin រឿងរវល់ពេកជាចុងក្រោយកុំភ្លេចចុច like ចុច subscribe ឲ្យ channel ទូច admin អ្នកមួយណាបាទសូមអរគុណ